ចែកលុយ 20,000 រៀល អេពីសូត 3 វីដេអូនេះគឺខ្ញុំបានចូលទៅក្នុងផ្សារបឹងកេងកងយកលុយ 20,000 រៀលដើម្បីយកទៅហូបអាហារពេលព្រឹកថ្ងៃហ្នឹងព្រឹកថ្ងៃអាទិត្យខ្ញុំមកដល់ហ្នឹងគឺម៉ោងចូល10 9:50 ជាងហើយអញ្ចឹងវារៀងវ៉ាក់រកអីហូបតិចម៉ោងនេះហើយគឺខ្ញុំដើរសូវឃើញម្ហូបអាហារពេលព្រឹកទេគឺភាគច្រើនគេចាប់ដើមរៀបចំលក់ម្ហូបកំងសម្រាប់អាហារពេលថ្ងៃហ្នឹងតែក្រោយដើររកមកស្ទុះខ្ញុំក៏បានឃើញអីដែលខ្ញុំចង់ហូបគឺលតឆាហើយកំពុងតែអង្គុយចាំលតឆាហ្នឹងគឺជ្រុះលុយ 20,000 រៀលហ្នឹងទៀតសំណាងបានបងនៅចិត្តហ្នឹងគាត់ប្រាប់កុំអីស្ពៃហើយនេះគឺជាសម្រស់លតឆារបស់យើងកន្លែងរបស់គាត់មើលទៅមានអនាម័យហើយរសជាតិរបស់គាត់ក៏ឆ្ងាញ់ដែរសម្រាប់ខ្ញុំចំពោះតម្លៃលតឆារបស់គាត់មួយចានហ្នឹងគឺអស់ 8,000 រៀលហូបលតទៅអីដែលខ្ញុំមករកបន្ទាប់ហ្នឹងគឺកាហ្វេនៅក្នុងផ្សារបឹងកេងកងនេះមួយកែវហ្នឹងគឺអស់ 4,000 អញ្ចឹងលុយដែលខ្ញុំនៅសល់គឺ 8,000 រៀលដោយសារតែមិញអង្គុយហូបលតឆាហ្នឹងវាក្តៅពេកអញ្ចឹងយើងអាចនៅយូរបានទេឥឡូវខ្ញុំដើរជុំវិញផ្សារម្ដងក៏លោមានអីហូបដោយសារតែលតឆាមិញគឺឆ្អែតអត់ហើយមួយយ៉ាឃើញនំអស់ម៉ានអីចឹង6,000អានេះលុំមិនអីយកអានេះ2ទៀតយើងអស់7បាទយកប្រៃខ្ញុំដើរចេញមកក្រៅហ្នឹងក៏បានទិញនំកពឹសនំជើងជ្រូកនិងនំពងហ្នឹងគឺអស់ 7,000 រៀលហ្មងទៅគឺខ្ញុំអត់ចង់ដើររហូតទិញអីទៀតទេហើយខ្ញុំនៅសល់លុយ 1,000 ហ្នឹងគឺគ្រប់ល្មមសម្រាប់ថ្លៃផ្ញើម៉ូតូ